យើងមានករណីមួយចាប់បង្ហាញគឺតាក់ទងជាមួយនឹងបញ្ហាក្នុងការវះកាត់ breast implant ជានេះយើងធ្វើ12ឆ្នាំមុនយើងធ្វើជាមួយនឹងអាំប្លង់វិទ្យាឈ្មោះ Polytech គឺ Polytech នេះគឺជាអាំប្លង់របស់អាល្លឺម៉ង់ដែលប្រើនៅអឺរ៉ុបនៅអាមេរិកគឺជាអាំប្លង់ល្អបំផុតរយៈពេល12ឆ្នាំក៏បញ្ហាទេប៉ុន្តែមួយរយៈក្រោយនេះគាត់ទៅសាក់នៅលើដោះគាត់មានសាក់នៅលើក្បាលដោះទៅធ្វើឲ្យយកដល់ថាមកវាដឹងទេឬក៏មកអីប៉ុន្តែគាត់ឡើងឈឿងឆ្វេងខាងស្ដាំយើងថតអេកូទៅយើងឃើញស្រោមរបស់ឡើងរឹងអញ្ចឹងប៉ុន្តែវាស្អាតមានបែកទេអត់ដែរនេះជាបញ្ហាមួយដែលកាត់ទៅយើងហៅថាកុងត្រាក់ទាកាប់ស៊ីឡាបានន័យថាជាផលវិបាកមួយនៃការវះកាត់ដែលកាត់គ្រប់ការវះកាត់ធ្វើ breast implant ដូច្នេះក្នុងករណីដែលមានបញ្ហាវះកាត់ហើយ10ឆ្នាំក្រោយ20ឆ្នាំក្រោយមានបញ្ហាឈឺទៅការទាក់ទងមួយស្រោមហ្នឹងគឺមិនមែនបច្ចេកទេសនៃការវះកាត់ទេគឺជាផលវិបាកនៃការវះកាត់ដែលកើតគ្រប់ការវះកាត់ចឹងតែគ្រប់ការវះកាត់បែបហ្នឹងប៉ុន្តែសំខាន់ដែលយើងត្រូវប្រើយើងប្រើអ៊ីនឡាដែលការប្រើលើទីផ្សារដូចជាMentor Polytech ឬក៏ឥឡូវនេះយើងប្រើពួក Motiva យើងនឹងយកមកចំនួនបានថាយើងយកនេះចេញមកយើងកាប់ស៊ីលនេះកាប់ស៊ីរឹងអញ្ចឹងយកចេញមកនេះកាប់ស៊ីលរបស់វាហើយយើងនឹងប្រើពួក Motiva យើងយក Polytech ចេញយើងប្រើ Motiva នេះគឺរបស់អាមេរិកដដែលប៉ុន្តែស្អីចង់និយាយប្រាប់អតិថិជនថាការកាត់ដើមទ្រូង breast implant គឺបញ្ហាច្រើននៅក្នុងនោះការកើតឡើងដោយសារទាក់ទងនឹងកាប់ស៊ីលកុងត្រាក់កាប់ស៊ីឡាហើយឈឺមិនមែនជាបញ្ហានៃការកាត់ទេប៉ុន្តែផលបាក់បណ្ដាមកអំពី breast implant ដែលកាត់ទៅទោះបីនៅប្រទេសអាមេរិកក៏ដោយប្រទេសបារាំងក៏ដោយក៏អាចកាត់ដែរដូច្នេះសំខាន់គឺយើងរើស implant ណាដែលល្អសម្រាប់ការកាត់មួយប៉ុន្តែទន្ទឹមនោះយើងត្រូវបញ្យល់ភ្ញៀវអតិថិជនឲ្យយល់អំពីផលបាក់ដែលកើតមានឡើងរយៈពេល10ឆ្នាំក្រោយដូចករណីគាត់ដែល12ឆ្នាំបានកើតបញ្ហានេះ